បាទសូមគោរពជំរាបសួរទៅដល់ទស្សនិកជនទាំងអស់ខ្ញុំបាទឈ្មោះហៃពុទ្ធិរតដែលជាប្រធានផ្នែកលក់នៃរថយន្ត Depol ប្រចាំ OMA Cambodia ថ្មីនេះបាទរថយន្ត Depol SO7 កំពុងតែផ្ទុះនៅក្នុងទីផ្សារខ្លាំងមែនទែនដោយសារតែមានការគ្រប់គ្រងពីសំណាក់អតិថិជនផ្ទាល់និងការ design រូបរាងដ៏គួរឲ្យទាក់ទាញបែប Sport ពីក្រុមវិស្វករជាង31ប្រទេសក្នុងនោះផងដែរក៏មាន4ប្រទេសធំៗដូចជាប្រទេសអ៊ីតាលីប្រទេសអាល្លឺម៉ង់ប្រទេសជប៉ុនជាមួយនឹងប្រទេសចិនហើយនេះគឺជារថយន្ត Depol SO7 កំពុងតែទទួលបានការគ្រប់គ្រងយ៉ាងច្រើនពីសំណាក់ពុកម៉ែបងប្អូនជាមួយនឹងតម្លៃត្រឹមតែជាង$40,000តែប៉ុណ្ណោះពុកម៉ែបងប្អូនអាចទិញបានជាមួយនឹង option ទំនើបដែលបំពាក់ទៅលើរថយន្តអគ្គិសនីមួយនេះផ្ទាល់ផងដែរតោះថ្ងៃនេះផងដែរខ្ញុំបាទសូមលើកយក100ចំណុចបាទនៃមុខងារពិសេសដែលបំពាក់ទៅលើរថយន្ត Depol SO7 មកបង្ហាញជូនទស្សនិកជនតោះសូមអញ្ជើញបាននិយាយពីការរចនាបថផ្នែកខាងក្រៅនិងទំហំរបស់រថយន្តពិតជាស្អាតប្លែកនិងមានភាពប្រណិតខ្លាំងមែនទែនបើនិយាយពីសភាពនៅក្នុងរថយន្តវិញគឺ design មកគឺមានសភាពធំទូលាយអញ្ចឹងដែលធ្វើឲ្យរថយន្ត Depol SO7 ពិតជាស័ក្តិសមខ្លាំងមែនទែនសម្រាប់អ្នកដែលនិយមស្រឡាញ់ប្រភេទរថយន្តបែប SUV កាត់ Sport ជាមួយនឹងប្រណិតភាពតោះអញ្ចឹងក៏លេខទៅមើលបាទការ design រូបរាងផ្នែកខាងក្រៅទាំងអស់គ្នាចំណុចទី1រថយន្ត Depol SO7 បានបំពាក់មកជាមួយនឹងថាមពលថ្ម 79.97 kW ម៉ោងដែលធ្វើឲ្យរថយន្តនេះបង្កើនល្បឿនកម្លាំងសេះបានរហូតដល់258 HP ជាមួយនឹងកម្លាំងរមូល320 Nm ដែលស្ទុះខ្លាំងមែនទែននិងសន្សំសំចៃដោយក្នុង100 km ចំណាយថាមពលថ្មត្រឹមតែ14 kW ម៉ោងតែប៉ុណ្ណោះចំណុចទី2រថយន្ត Depol បានបំពាក់មកជាមួយនឹងម៉ូទ័រចំនួន1គ្រាប់ផ្នែកខាងក្រោយជាមួយនឹងប្រអប់លេខស្វ័យប្រវត្តិចំណុចទី3ទំហំរបស់រថយន្ត Depol SO7 ប្រវែងបណ្ដោយរបស់ SO7 មានប្រវែងរហូតដល់4.7 ម៉ែត្រកន្លះជាមួយនឹងប្រវែងទទឹង1.9.3 ម៉ែត្រទឹកជាមួយនឹងប្រវែងកម្ពស់ពីបាតដីរហូតដល់ដំបូល1.6.2 ម៉ែត្រទឹកកន្លះចំណុចទី4ការរចនាបថបណ្ណាផ្នែកខាងមុខនៃរថយន្ត Depol SO7 កាចខ្លាំងមែនទែនដោយរថយន្ត Sport ដែលមានតម្លៃរាប់ម៉ឺនដុល្លារបាទបែប Sport និងជិះកាត់ខ្យល់បានល្អខ្លាំងមែនទែនចំណុចទី5ឃ្លុបមុខអាចដាក់អីវ៉ាន់បានរហូតដល់125លីត្រឯណោះចំណុចទី6ចង្កៀងគុជ LED ផ្នែកខាងមុខដែលជះពន្លឺបានរហូតដល់250ម៉ែត្រភ្លឺច្បាស់ល្អចំណុចទី7ផ្លិតទឹកអូតូពេលដែលមានដំណក់ទឹកធ្លាក់លើកញ្ចក់ខាងមុខចំណុចទី8ប្រព័ន្ធបិទបើកភ្លើងហ្វាដោយស្វ័យប្រវត្តិចំណុចទី9ប្រព័ន្ធសេរីកម្ពស់ភ្លើងរថយន្តឡើងចុះងាយស្រួលដល់អ្នកបើកបរនៅពេលយប់ចំណុចទី10ភ្លើងកាត់អាប់ភ្លើងលម្អពេលថ្ងៃផ្នែកខាងមុខឬក៏ daytime running light បង្ហាញភាពស្រស់ស្អាតនិងស៊ីវិល័យចំណុចទី11មុខងារ follow me home បំភ្លឺផ្លូវពេលដែលយើងដើរចូលនៅក្នុងផ្ទះឬក៏ទីងងឹតចំណុចទី12ខែលការពារពិសេសការពារថ្មរថយន្តនិងផ្នែកក្រោមរថយន្តចំណុចទី13ប្រព័ន្ធរ៉ាដាសម្រាប់ជំនួយមុខងារសុវត្ថិភាពផ្សេងចំណុចទី14កាមេរ៉ាសុវត្ថិភាពនៅផ្នែកខាងមុខរថយន្តមួយគ្រាប់ចំណុចទី15មុខងារកញ្ចក់ក្តោបអូតូចំណុចទី16មុខងារកម្ដៅកញ្ចក់ឆ្វេងស្ដាំចំណុចទី17មុខងារភ្លើងស៊ីញ៉ូនៅផ្នែកសងខាងកញ្ចក់មើលក្រោយចំណុចទី18កាមេរ៉ាសុវត្ថិភាពនៅផ្នែកខាងឆ្វេងស្ដាំរថយន្តចំនួន2គ្រាប់ចំណុចទី19ដៃទ្វារអេឡិចត្រូនិកចំណុចទី20មុខងារបិទបើកដៃទ្វាររថយន្តដោយមិនចាំបាច់ចុចសោរថយន្តចំណុចទី21ស៊ុំផ្នែកចំហៀងឆ្វេងស្ដាំរចនាបថបែប Sport លើកសម្រស់បានមួយកម្រិតបន្ថែមចំណុចទី22បន្ទះជ័រការពារកង់រថយន្តចំណុចទី23យ៉ានកង់អាលុយមីញ៉ូមទំហំ19អ៊ីងការពារភាពសឹករិចរិលនិងមិនច្រេះចំណុចទី24ហ្វ្រាំងដេសធំចំនួន4គ្រាប់សុវត្ថិភាពខ្ពស់ក្នុងការជន់ហ្វ្រាំងដោយបង្ខំចំណុចទី25ប្រព័ន្ធជើងក្រោមផ្នែកខាងមុខប្រើប្រាស់បូមប្រេងនិងរ៉ឺស័រចំណុចទី26ប្រព័ន្ធជើងក្រោមផ្នែកខាងក្រោយជាប្រភេទស្លាបប្រជីវរក្សាលំនឹងរថយន្តបានល្អនិងការពារពេលបើកបរផ្លូវកោងខ្លាំងចំណុចទី27បំពាក់ដែកថែបចំនួន2ដើមសម្រាប់ការពារផ្នែកចំហៀងសងខាងនៃរថយន្តដើម្បីបន្ថែមសុវត្ថិភាពដល់អ្នកបើកបរចំណុចទី28ចង្កៀងផ្នែកខាងក្រោយជាប្រភេទ LED ភ្លឺច្បាស់និងទាន់សម័យចំណុចទី29បំពាក់កាំង spoiler ផ្នែកខាងក្រោយបែប Sport ដែលជួយរក្សាលំនឹងរថយន្តពេលបើកបរក្នុងល្បឿនលឿន
ចំណុចទី30បន្ថែមអំពូល stop នៅចំកណ្ដាល spoiler ផ្ដល់ពន្លឺនិងសុវត្ថិភាពចំណុចទី31បំពាក់កាមេរ៉ាសុវត្ថិភាពនៅផ្នែកខាងក្រោយរថយន្តចំនួន1គ្រាប់ចំណុចទី32បំពាក់មកជាមួយនឹង sensor ផ្នែកខាងមុខចំនួន2គ្រាប់ដើម្បីជំនួយនៅក្នុងការបើកបរផ្លូវចង្អៀតចំណុចទី33បំពាក់មកជាមួយនឹងប្រព័ន្ធ sensor ផ្នែកខាងក្រោយចំនួន4គ្រាប់ងាយស្រួលនៅក្នុងការចូលចតចំណុចទី34បំពាក់មកជាមួយនឹងប្រព័ន្ធ sensor ultrasonic ជា sensor ដែលប្រាប់ជំនួយដល់អ្នកបើកបរពីគម្លាតជញ្ជាំងមកកាន់រថយន្តចំណុចទី35មានដែកសណ្ដោងរថយន្តនៅផ្នែកខាងក្រោយដើម្បីសណ្ដោងរថយន្តឬក៏យានយន្តផ្សេងចំណុចទី36ប្រព័ន្ធបើកឃ្លុបក្រោយដោយប្រើ Smart Key ចំណុចទី37ប្រព័ន្ធបិទឃ្លុបក្រោយដោយស្វ័យប្រវត្តិចំណុចទី38ប្រព័ន្ធបើកនិងបិទដំណើរការរបស់រថយន្តនិងបើកម៉ាស៊ីនត្រជាក់ដោយស្វ័យប្រវត្តិចំណុចទី39ប្រព័ន្ធចាក់សោរថយន្តដោយស្វ័យប្រវត្តិពេលដែលអ្នកបើកបរចាក់ចេញពីរថយន្តចំណុចទី40ឃ្លុបក្រោយមានសភាពធំទូលាយដាក់អីវ៉ាន់បាន1អែមបន្ទាប់ពីទស្សនាតាក់ទងជាមួយនឹងចំណុចពិសេសផ្នែកខាងក្រៅរួចមកតោះអញ្ចឹងទៅទស្សនាជាមួយនឹងចំណុចពិសេសនៅខាងក្នុងរថយន្តវិញតែម្ដងសូមអញ្ជើញបាទឥឡូវនេះខ្ញុំបានមកដល់ខាងក្នុងនៃរថយន្ត Deepol SO7 ឃើញថាការ design រូបរាងខាងក្នុងពិតជា premium ខ្លាំងមែនតើអញ្ចឹងតោះទៅតាមដានជាមួយនឹងមុខងារពិសេសបន្តទៀតសូមយើងចំណុចទី42រចនាម៉ូដខាងក្នុងធំទូលាយរំលេចជាមួយនឹងស្បែកប្រណិតប្រកបដោយផាសុខភាពចំណុចទី43ដំបូលកញ្ចក់ធំ Panoramic Sky Roof ចំណុចទី44មុខងារបញ្ជាកញ្ចក់អូតូទាំង4ដោយគ្រាន់តែចុចប៊ូតុងសញ្ញាកញ្ចក់ឲ្យជាប់នោះកញ្ចក់នឹងឡើងនិងចុះដោយស្វ័យប្រវត្តិចំណុចទី45ប្រព័ន្ធ sensor កញ្ចក់ការពារការគៀបដៃដោយចៃដន្យចំណុចទី46ប្រព័ន្ធបើកបិទកញ្ចក់បង្អួចពីចម្ងាយដោយស្វ័យប្រវត្តិចំណុចទី47ប្រព័ន្ធបិទបើកកញ្ចក់ដោយស្វ័យប្រវត្តិពេលដែលមានភ្លៀងធ្លាក់ចំណុចទី48កៅអីធំទូលាយស្បែកប្រណិតបែបស្ពណ៌ចំណុចទី49មុខងារកៅអីអូតូដែលអាចកំណត់បាន10របៀបចំណុចទី50មុខងារកៅអីកម្ដៅនិងកៅអីត្រជាក់នៅខាងមុខចំណុចទី51កញ្ចក់មើលក្រោយអាចកាត់ចំណាំងផ្លាតចំណុចទី52ចង្កូត design រាងជាអក្សរ D បែបស្ពណ៌ងាយស្រួលចាប់កាន់និងងាយស្រួលបត់បែនចំណុចទី53ចង្កូត electronic e-pass ងាយស្រួលបត់បែនគ្រប់កលៈទេសៈចំណុចទី54មុខងារបញ្ជាតន្ត្រីលើដៃចង្កូតចំណុចទី55មុខងារបញ្ជាប្រព័ន្ធកំណត់ល្បឿនក្នុងការបើកបរលើដៃចង្កូត Adaptive Cruise Control តាមរថយន្តខាងមុខបន្ថយនិងបន្ថែមល្បឿនដោយស្វ័យប្រវត្តិចំណុចទី56មុខងារបញ្ជាប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិនៅលើដៃចង្កូតចំណុចទី57អេក្រង់ Touch Screen ទំហំរហូតដល់ 15.6 អ៊ីងអេក្រង់នេះពិតជាធំខ្លាំងមែនទែនអ្វីដែលសំខាន់គឺ Touch Smooth ជាមួយនឹងការបញ្ចេញជាមួយនឹងពណ៌ color ព័ត៌មានផ្សេងៗគឺច្បាស់ល្អខ្លាំងមែនទែនចំណុចទី58អេក្រង់កំសាន្តបត់បែនបាន3របៀបចំណុចទី59 speaker Deepol ចំនួន14គ្រាប់ពិតជាពិរោះរណ្ដំសម្រាប់អ្នកដែលចូលចិត្តស្ដាប់តន្ត្រីកំឡុងពេលបើកបរចំណុចទី60ភ្លើងលម្អក្នុងរថយន្តអាចផ្លាស់ប្ដូររហូតដល់64ពណ៌ចំណុចទី61មុខងារបង្ហាញព័ត៌មានរថយន្តងាយស្រួលនិងរំលឹកព័ត៌មានផ្សេងៗដល់អ្នកបើកបរចំណុចទី62មុខងារកំណត់ប្រព័ន្ធម៉ាស៊ីនត្រជាក់ជា2តំបន់ផ្សេងគ្នាផ្នែកខាងមុខចំណុចទី63ប្រព័ន្ធម៉ាស៊ីនត្រជាក់ជួរទី2ដែលធ្វើឲ្យអ្នកអង្គុយខាងក្រោយត្រជាក់ស្រួលចំណុចទី64មុខងារប្រព័ន្ធម៉ាស៊ីនបន្សុទ្ធខ្យល់ក្នុងរថយន្ត Air Purify ធ្វើឲ្យខ្យល់ក្នុងរថយន្តបរិសុទ្ធនិងកម្ចាត់ក្លិនមិនល្អចេញពីរថយន្តចំណុចទី65មុខងារសាកថ្មឥតខ្សែ40 W wireless charging ចំណុចទី66ប្រព័ន្ធវាស់សម្ពាធខ្យល់ក្នុងកង់រថយន្តចំណុចទី67មានរុនសាក USB ផ្នែកខាងមុខនិងផ្នែកខាងក្រោយចំណុចទី68មានរុនសាកបំលែងភ្លើង 12V ចំណុចទី69ចង្កឹះលេខអេឡិចត្រូនិកនៅជិតដៃចង្កូតមានភាពប្រណិតនិងងាយស្រួលក្នុងការបញ្ចូលលេខចំណុចទី70
មុខងារចូលលេខអក្សរ P ដោយស្វ័យប្រវត្តិចំណុចទី71ប្រព័ន្ធកំណត់ក្នុងការបើកបរចំនួន3របៀប Eco Mode, Comfort Mode និង Sport Mode ចំណុចទី72ប្រព័ន្ធហ្វ្រាំងដៃ Electronic ចំណុចទី73ប្រព័ន្ធរក្សាហ្វ្រាំងមិនឲ្យប្រឡែងដោយស្វ័យប្រវត្តិ Auto Hold ចំណុចទី74ប្រព័ន្ធកាមេរ៉ា360ដឺក្រេមើលបានជុំវិញរថយន្តចំណុចទី75ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពប្រភេទ 3D ដែលយើងអាចចុចបង្វិលមើលរថយន្តបានមួយជុំចំណុចទី76មុខងារបង្ហាញកាមេរ៉ា360ដឺក្រេនៅពេលស៊ីញ៉ូចំណុចទី77មុខងារបង្ហាញកាមេរ៉ា360ដឺក្រេនៅពេលបន្ថយល្បឿនចំណុចទី78ពងសុវត្ថិភាពចំនួន6គ្រាប់ជុំវិញរថយន្តចំណុចទី79មុខងារសោឆ្លាតវៃចំណុចទី80ប្រព័ន្ធសោប្រើប្រាស់ដោយកាតឆ្លាតវៃ NFC Digital Card ចំណុចទី81ប្រព័ន្ធផ្លាស់ប្ដូរព័ត៌មានទៅតាមតម្រូវការនៅលើដៃចង្កូតចំណុចទី82ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គឬអ្នកថ្មើរជើងឆ្លងកាត់ចំណុចទី83ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ Autonomous Emergency Braking ពេលមានឧបសគ្គខាងមុខក្រោមកុងទ័រ60គីឡូម៉ែត្រចំណុចទី84ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់នៅពេលរថយន្តថយក្រោយ Rear Cross Traffic Alert ចំណុចទី85ប្រព័ន្ធផ្ដល់សញ្ញាដល់អ្នកបើកបរពីការវ៉ាជែង Blind Spot ចំណុចទី86ប្រព័ន្ធជំនួយលើដៃចង្កូតនិងរំលឹកឲ្យអ្នកបើកបរក្នុងគន្លងត្រឹមត្រូវ Lane Departure Warning ជាមួយនឹង Lane Skipping Assist ចំណុចទី87ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលបើកទ្វាររថយន្តចំណុចទី88ប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិកក្នុងការគ្រប់គ្រងសម្ពាធរបស់ហ្វ្រាំងរថយន្ត Anti-Lock Braking System ABS ចំណុចទី89ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS និង EBD ចំណុចទី90ប្រព័ន្ធជំនួយក្នុងការជួយ off ហ្វ្រាំងរថយន្តនៅពេលដែលមានឧបសគ្គនៅខាងមុខរថយន្ត Electronic Brake Assist ចំណុចទី91ប្រព័ន្ធទប់លំនឹងនៅពេលបើកបរផ្លូវកោងឬរអិល Electronic Stability Program ESP ចំណុចទី92ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត Hill Hold Control ចំណុចទី93ប្រព័ន្ធទប់លំនឹងពេលចុះចំណោត Hill Descent Control ចំណុចទី94ប្រព័ន្ធជំនួយដល់អ្នកបើកបរពេលស្ទះចរាចរណ៍ Traffic Jam Assist ជួយបន្ថយល្បឿននិងជាន់ហ្វ្រាំងដោយស្វ័យប្រវត្តិចំណុចទី95ប្រព័ន្ធទ្រទ្រង់ជាមួយនឹងការសាកថ្មលឿនរហូតដល់120គីឡូវ៉ាត់ម៉ោងចំណុចទី96ប្រព័ន្ធ Lock និង Unlock បច្ចេកវិទ្យាថ្មីចំណុចទី97ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពថតសកម្មភាពជុំវិញរថយន្តនិងធ្វើការសេវដោយស្វ័យប្រវត្តិចំណុចទី98ប្រព័ន្ធកំណត់ព័ត៌មានលើផ្ទៃកញ្ចក់ AR Head Up Display ចំណុចទី99មុខងារទាញយកភ្លើង 220V ពីរថយន្តមកប្រើប្រាស់ដោយ Power Bank V2L ចំណុចចុងក្រោយជាចំណុចទី100មុខងារឆ្លាតវៃបង្ហាញព័ត៌មានលម្អិតជុំវិញរថយន្តនៅលើផ្ទៃកញ្ចក់រថយន្ត ADAS L2បន្ទាប់ពីទស្សនា100ចំណុចនៃរថយន្ត DePaul SO7 រួចមកគឺថារថយន្ត DePaul SO7 ពិតជាស័ក្តិសមមែនទែនក្នុងការបើកបរជាប្រចាំជាពិសេសគឺសម្រាប់បងដែលឧស្សាហ៍បើកបរនៅក្នុងក្រុងច្រើនពីព្រោះថារថយន្ត DePaul SO7 មិនត្រឹមតែទំនើបស៊ីវិល័យកាលីប High Show នោះទេថែមទាំងធន់រឹងមាំសន្សំសំចៃនិងបំពាក់មកជាមួយនឹងបច្ចេកវិទ្យាទំនើបលើសពីការរំពឹងទុកតោះអញ្ចឹងនៅចាំដល់ណាទៀតទស្សនិកជនសាកល្បងបើកបរជាមួយនឹងរថយន្ត SO7 ជំនាន់ថ្មីដើម្បីទទួលបានជាមួយនឹងបទពិសោធន៍ថ្មីនៅអគារតាំងបង្ហាញ DePaul Cambodia ដែលស្ថិតនៅលើបណ្ដោយផ្លូវព្រះមនីវង្សទល់មុខជាមួយនឹងក្រសួងអភិវឌ្ឍជនបទសម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទនៅ caption ខាងលើហើយក៏សូមអរគុណច្រើនសម្រាប់ការតាមដានជាមួយនឹងវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ជួបជាមួយនឹងខ្ញុំបាទនៅវីដេអូក្រោយអរគុណ